ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាសម្រាប់លុយស៊ីមួយគ្រឿងនេះឆ្នាំ02ប៉ុង2ចាប្រភេទស្រកលេខវែងពីអសរភ្នំពេញបងប្អូនទាំងអស់គ្នាហើយសម្រាប់ផែនឡានមួយគ្រឿងនេះធានាថាជាប្រភេទឡានស្អាតអត់មានប្រវត្តិបុកអត់កាត់តអត់ស្ងោដោពណ៌អត់ពុកអត់ច្រេះទេបងប្អូនទាំងអស់គ្នាបានស្រកលេខពីអសរភ្នំពេញក្បាល B ទៀតណាបងចាសម្រាប់ផែនឡាននេះបងប្អូនទាំងអស់គ្នាមើលទឹកឆ្នាំមកអូយស៊ីនចង់បញ្ចូលហើយបាញ់តិចជួយបំផុតណាបងប្អូនឡាន20ឆ្នាំជាងណាប៉ុន្តែនៅខ្ចីញ៉ាញ់តែម្ដងមើលបងប្អូនអើយចាតាគៀអីថ្ពាល់អីគឺនៅស្អាតតែម្ដងចាអត់មានបុកអត់មានប៉ះគៀអីទេបងប្អូនទាំងអស់គ្នាចាទ្វាអីគឺនៅស៊ីនហើយគេលេងមកជាមួយនឹងដៃទ្វាលេងអីហើយបងប្អូនទាំងអស់គ្នាចាហើយសម្រាប់ផ្នែកតាគៀទាំងសងខាងអីគឺនៅស្អាតដែរបងប្អូនទាំងអស់គ្នាអត់មានគៀអត់មានអីទេបងប្អូនចាហើយសម្រាប់ផ្នែកខាងក្រោយវិញគឺនៅស្អាតបងប្អូនទាំងអស់គ្នាឃើញអត់នេះស្តុបរបស់វាអីអត់មានប្រេះមានបែកអីទេបងប្អូនទាំងអស់គ្នាចាទាំងសងខាងចាតាគៀខាងក្រោយក៏ដូចគ្នាដែរខ្ញុំបង្ហាញជូនបងប្អូនទាំងអស់គ្នាអូខេចាបើកមកគឺទលាយស្រឡះចាបងប្អូនទាំងអស់គ្នាខ្ចៅចាប់ទ្វាទី5ទាំងសងខាងគឺនៅសំណុំទាំងអស់តែម្ដងចាហើយបើថាសាច់ក្លុកក្លៀតវិញនេះបងប្អូនមើលថ្នេរគេបងប្អូនទាំងអស់គ្នាអត់មានគៀអត់មានផ្លេសអីទេបងចាហើយបើថាបាតរបស់វាវិញនេះមើលសាច់ដៃជាមួយនេះខ្ញុំទាំងអស់គ្នាចានេះបងសាច់ដៃថ្មីស្អាតកៅអីនៅថ្មីហ្មងបងប្អូនទាំងអស់គ្នាអត់មានលបអត់មានលបើកអីទេចាអត់ច្រេះអត់ខ្ញាអីទេកង់សកួរក៏ថ្មីស្អាតសបកកង់សកួរក៏នៅល្អដែរចាធានាថាជាប្រភេទឡានស្អាតអត់ពុកអត់ច្រេះចាមកគ្រឿងនេះប៉ុង2ប៉ុន្តែកំភៃរឿងខាច់ឡានច្រេះឡានពុកអីបងប្អូនមើលក្បាលខ្ចៅឡៃបាតអីនៅឡើងថ្មីស្អាតមែនតែម្ដងបងប្អូនអើយចាហើយមកគ្រឿងនេះនេះគេលេងមកជាមួយនឹងដៃស្ដោងទៀតណាបាតអីមកអែមខ្ចីស្អាតមែនតែម្ដងមិនភ័យថាខ្លាចឡានបុកឡានប៉ះឡានច្រេះឡានពុកអីទេបងប្អូនទាំងគ្នាអាចអញ្ជើញមកមើលមកសាកមកតេស្តជាមួយនឹងខ្ញុំបានណាបងប្អូនតោះឥឡូវយើងទៅមើលផ្នែកខាងមុខចាសម្រាប់ផ្នែកប្លុកម៉ាស៊ីនវិញបងប្អូនទាំងគ្នាបើកមកគឺឡើងខ្ចីញ៉ាញ់តែម្ដងបងប្អូនទាំងគ្នាមើលទៅថ្មីសាច់ដៃអីគឺស្អាតមែនតើហើយខ្ញុំធានាថាជាប្រភេទឡានម៉ាស៊ីនស៊ីនសំណុំទៀតបងប្អូនទាំងគ្នានេះបងប្អូនទាំងគ្នាឃើញអត់នេះសំបីតែថ្ពាល់ទាំងសងខាងខ្ចៅថ្ពាល់អីអត់មានស្នាមដោះទេទាំងសងខាងដូចគ្នាថ្មីស្អាតសាច់ដែកម៉ាស៊ីនអីនេះបងប្អូនទាំងគ្នាមើលសាច់ម៉ាស៊ីននេះមើលទៅឡើងថ្មីលះតែម្ដងហើយបើថាឡានបុកប៉ះមិនបាច់ភ័យទេធានាឲ្យបងមើលកាយ៉ៅមើលចុងធ្នឹមទាំងសងខាងចាគឺនៅសំណុំទាំងអស់ទឹកម្សាអីនៅទាំងអស់តែម្ដងសាច់ដែកប៉ុង2បងប្អូនទាំងគ្នាមើលកន្លែង ABS ឡើងថ្មីតែម្ដងអូយស្អាតមែនតើបងប្អូនអើយហើយកន្លែងកតើកអីហ្នឹងណាមើលទៅស្អាតហើយបើថាម៉ាស៊ីនបើអប់លេខអូខ្ញុំនិយាយរឿងច្រើនតិចបងប្អូនទាំងគ្នាដោយសារតែនេះម៉ាស៊ីនសំណុំខ្ញុំប្រាប់ថាម៉ាស៊ីនសំណុំអញ្ចឹងណាបងប្អូនទាំងគ្នាម៉ាស៊ីនបើអប់លេខនៅ smooth ចាអត់មានអុកអត់មានអីទេអាចមកសាក់មកតេស្តបានចាហើយបើថាធ្នឹមនេះអីធានាថាជាប្រភេទឡានអត់មានប្រវត្តិបុកអីទេបងធ្នឹមនៅស៊ីនទាំងអស់តែម្ដងចាអញ្ចឹងបន្ទាប់ពីមើលផ្នែកប្លុកម៉ាស៊ីនឥឡូវយើងមកមើលផ្នែកខាងក្នុងទាំងអស់គ្នាសម្រាប់ខាងក្នុងនេះបងអើយដេពូកស្បែកថ្មីមកឈុតហើយតែម្ដងចាបានខាងក្នុងលឿងចាបានអេតាខាងក្នុងស្អាតកៅអីចុចចាថ្មីខ្ចីស្អាតបងប្អូនអើយនេះមើលសាច់ដៃទាំង4ទ្វាររបស់វាអែហ្មងទាំង4ទ្វារស្អាតមែនទែនជញ្ជាំងដៃទ្វារទាំង4ស្បែកស្អាតចានេះសំបីតាប់ឡូចាដៃចកោតអីគឺមកអែមខ្ចីញ៉ាញ់តែម្ដងនេះដាច់នេះមិនតិចទេចាហើយខ្ចៅចាប់ថ្ពាល់ទាំងសងខាងដូចខ្ញុំបង្ហាញខាងមុខអញ្ចឹងដោយសារឡានអត់មានធ្លាប់បុកប៉ះអត់មានដោះតោនអីទេអញ្ចឹងទៅគឺនៅសំណុំស្អាតទាំងអស់តែម្ដងនិយាយទៅផ្នែកខាងក្នុងរបស់វាគឺមកលះស្អាតថ្មីតែម្ដងមើលសាច់ជ័រសាច់ Formica អីសាច់ជ័រនៅផ្នែកកណ្ដាលនេះអីបងប្អូនអើយគ្មានសឹកគ្មានអីស្អាតមែនតែម្ដងអូយសម្រាប់ផ្នែកខាងក្រោយក៏ទលាយស្រឡះស្អាតដែរណាបងចាដេពុកស្បែកថ្មីមានម៉ាស៊ីនចាក់ខាងក្រោយចាជញ្ជាំងដៃទ្វារទាំងសងខាងអីគឺស្រឡះស្អាតសាច់ជ័រសាច់ស្បែកអីគឺថ្មីតែម្ដងចាសាច់ដៃទាំង4ទ្វាររបស់វាក៏ថ្មីខ្ចីស្អាតដែរហើយមួយទៀតណាមិនត្រឹមតែស្អាតទេសម្រាប់ឡានមួយគ្រឿងនេះមានភ្ជាប់មកជាមួយនឹងកដៅកៅអីពុកទាំងសងខាងចាកញ្ចក់មើលក្រៅក៏ភ្ជាប់មកជាមួយនឹងប្រព័ន្ធត្រីវិស័យដែរចាអញ្ចឹងសម្រាប់បងប្អូនទាំងគ្នាដែលគាត់ចាប់អារម្មណ៍លុយស៊ីមួយគ្រឿងនេះអាចអញ្ជើញមកមើលផ្ទាល់នៅឃ្លាំងលើរថយន្តចកាព្រីងរបស់យើងដែលមានទីតាំងនៅខាងក្រៅវត្តសំណងដែរកែងស្តុកនឹងតែម្ដងបងប្អូនទាំងគ្នាចាហើយបើសិនជាបងប្អូនទាំងគ្នាចង់បានឡានស្អាតនៅខាងឃ្លាំងរបស់យើងក៏មានច្រើនគ្រឿងទៀតដែរកាមេរីកពូលមានច្រើនតែម្ដងបងមានទាំង LE XLE Hybrid គូ50ឆ្នាំចា07 08សិតតែជាប្រភេទឡានពណ៌សបងប្អូនទាំងអស់គ្នាចាហើយចង់បើសិនបងប្អូនទាំងគ្នាចង់បានឡានស្អាតកុំភ្លេចឃ្លាំងលើរថយន្តចំការព្រីងចាព័ត៌មានលម្អិតសូមតាក់ទងមកតាមលេខទូរស័ព្ទនៅខាងក្រោមចាឬក៏តាក់ទងមកនាងខ្ញុំតតាម Telegram នៅខាងក្រោមផងដែរអរគុណបងប្អូនទាំងគ្នាសម្រាប់ទស្សនាវីដេអូមួយនេះចាំជួបគ្នានៅឃ្លាំងលើរថយន្តចំការព្រីងបាយបាយ